បាទសូមធ្វើការអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនិងជាទីរាប់អានខ្ញុំបាទក៏សូមលើកយកនៅហោរាសាស្ត្រប្រចាំឆ្នាំសម្រាប់ឆ្នាំ2026សម្រាប់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតថាតើដួងរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូតសម្រាប់ឆ្នាំ2026ខាងមុខតើដួងរាសីរបស់អស់លោកអ្នកមានអត្ថន័យយ៉ាងដូចម្តេចនោះកុំឲ្យខាតពេលខាតវេលាយូរនោះសូមអញ្ជើញរីករាយស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទហោរាសាស្ត្របានទស្សន៍ទាយថាសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងឆ្នាំ2026សម្រាប់អ្នកដែលកើតឆ្នាំជូតអាចនឹងជួបប្រទះបញ្ហាប្រឈមគួរឲ្យគាត់សម្គាល់ជាពិសេសគឺការងារនិងបញ្ហាហិរញ្ញវត្ថុអ្នកអាចប្រឈមមុខនឹងពាក្យចចាមរាមមិនត្រឹមត្រូវឬការប្រកួតប្រជែងដ៏ខ្លាំងក្លាពីមិត្តរួមការងាររបស់អស់លោកអ្នកដែលអាចបង្កើនសម្ពាធខ្លាំងក្នុងបរិយាបន្នបែបនេះការរក្សាភាពស្ងប់ស្ងាត់និងប្រុងប្រយ័ត្នគឺជាការចាំបាច់បំផុតសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតសម្រាប់ឆ្នាំ2026ដើម្បីជៀសវាងការសម្រេចចិត្តខុសជាពិសេសនៅពេលបំពេញបំណងចង់វិនិយោគឬធ្វើកិច្ចការផ្លាស់ប្ដូរធំអ្វីមួយជាពិសេសនោះនៅក្នុងកន្លែងកិច្ចការងាររបស់អស់លោកអ្នកដែលកើតឆ្នាំជូតអាចនឹងមានអារម្មណ៍ថាខ្លួនមិនត្រូវទទួលស្គាល់ត្រឹមត្រូវឬមានការយល់ច្រឡំពីសមត្ថភាពរបស់ពួកគេនាំឲ្យមានភាពតានតឹងក្នុងកិច្ចការងារនិងបាត់បង់ការផ្ដោតអារម្មណ៍ណាមួយជាមិនខានសម្រាប់ហិរញ្ញវត្ថុមិនបានបង្ហាញអំពីអត្តសញ្ញាណច្បាស់លាស់ណាមួយនៃភាពល្អប្រសើរនោះទេដូច្នោះហើយអ្នកត្រូវតែប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរក្នុងការចំណាយនិងការវិនិយោគទៅលើអ្វីមួយបើនិយាយពីទំនាក់ទំនងរបស់អស់លោកអ្នកវិញទោះជាមានសម្ពាធច្រើនពីខាងក្រៅក៏ដោយក៏មានសាច់ញាតិឬពឹងពាក់ផ្សេងទៀតតែងតែផ្ដល់ជំនួយខាងវិនិយោគទុនដើម្បីឲ្យអ្នកមានភាពរឹងមាំជួយឲ្យអស់លោកអ្នកមានអារម្មណ៍ថាសុវត្ថិភាពនិងមានការលើកទឹកចិត្តសម្រាប់ស្នេហារបស់អស់លោកអ្នកនៅក្នុងឆ្នាំ2026នេះទំនាក់ទំនងស្នេហារបស់អស់លោកអ្នកមានភាពកក់ក្ដៅបំផុតអ្នកនឹងទទួលបានការមើលថែនិងលើកទឹកចិត្តពីគូស្នេហ៍របស់អស់លោកអ្នកជាមិនខានជួយឲ្យអស់លោកអ្នកឈ្នះរាល់នៅការលំបាកខាងក្រៅសម្រាប់អាជីពការងារអាចជួបប្រទះនឹងការប្រកួតប្រជែងបន្តិចរីឯការយល់ច្រឡំពីមិត្តភ័ក្តិរួមការងារដែលទាមទារឲ្យអស់លោកអ្នកមានភាពស្ងប់ស្ងាត់និងខ្ជាប់ខ្ជួនជានិច្ចហិរញ្ញវត្ថុស្ថានភាពហិរញ្ញវត្ថុមិនទាន់មានការរីកចម្រើនច្បាស់លាស់នៅឡើយនោះទេគួរតែមានការប្រុងប្រយ័ត្នប្រយែងក្នុងការសម្រេចចិត្តក្នុងការទំនាក់ទំនងរឿងលុយកាក់បន្តិចសម្រាប់សុខភាពរបស់អស់លោកអ្នកគួរតែយកចិត្តទុកដាក់លើសុខភាពអ្នកនិងជៀសវាងការធ្វើឲ្យមានសម្ពាធកិច្ចការងារប៉ះពាល់ដល់កម្លាំងចិត្តនិងរាងកាយរបស់អស់លោកអ្នកសម្រាប់ចំណុចខ្លាំងរបស់អស់លោកអ្នកគឺភាពអត់ធន់និងបញ្ញាដ៏មុតស្រួចអ្នកនឹងមានសមត្ថភាពក្នុងការសម្របសម្រួលខ្លួនបានយ៉ាងឆាប់រហ័សនិងស្វែងរកដំណោះស្រាយប្រកបទៅដោយភាពច្នៃប្រឌិតទោះបីជាប្រឈមនឹងបញ្ហាបន្តិចបន្តួចក៏ដោយអ្នកអាចទាញយកអត្ថប្រយោជន៍ពីសមត្ថភាពរបស់អស់លោកអ្នកដើម្បីរក្សាស្មារតីរបស់អស់លោកអ្នកហើយក្នុងអំឡុងពេលតែមួយមើលស្ថានភាពដោយចេតនាជៀសវាងការជាប់នៅក្នុងពាក្យចចាមរាមដែលមិនគួរឲ្យទុកចិត្ត
ដំបងប៉ុន្មានសម្រាប់អ្នកគឺរក្សាភាពស្ងប់ស្ងាត់ផ្ដោតទៅលើគោលដៅដ៏សំខាន់និងពេលវេលាវែងឆ្ងាយហើយកុំស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឲ្យសោះបើលោកអ្នកសម្រេចចិត្តថាធ្វើអ្វីមួយត្រូវតែចាប់ឱកាសនោះឲ្យបានខ្ជាប់ខ្ជួនទើបអាចជោគជ័យធំដុំទៅរួច